ជំរាបសួរនាងខ្ញុំឡៃដាណេពី Oswald Migration and Education ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អមួយជូនលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យដែលមានបំណងចង់ធ្វើការនៅប្រទេសអូស្ត្រាលីនិងទទួលបានសិទ្ធិរស់នៅស្របច្បាប់បងប្អូនដឹងទេថាលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យដែលមានជំនាញនិងបទពិសោធន៍អាចទទួលបានសិទ្ធិធ្វើការនិងរស់នៅស្របច្បាប់ក្នុងប្រទេសអូស្ត្រាលីប៉ុន្តែបញ្ហាត្រង់ថាតើគួរធ្វើយ៉ាងណាទើបអាចទទួលបានឱកាសនោះសំណួរនេះគឺពិតជាត្រូវការអ្នកជំនាញដើម្បីឆ្លើយតបជាមួយអ្នកដោយហេតុថាវាត្រូវការសេចក្តីពន្យល់លម្អិតនិងអ្នកជំនាញក្នុងការចង្អុលបង្ហាញអំពីដំណើរការនៃការដាក់ពាក្យពីមួយជំហានទៅមួយជំហានជាការពិតណាស់តួនាទីជាគ្រូពេទ្យមានទំនួលខុសត្រូវខ្ពស់និងឆ្លងកាត់ការសិក្សារៀនសូត្រច្រើនណាស់ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាមិញដើម្បីទទួលបានឱកាសការងារជាគ្រូពេទ្យម្នាក់នៅក្នុងប្រទេសអូស្ត្រាលីក៏ទាមទារឲ្យបេក្ខជនបង្ហាញពីសមត្ថភាពរបស់ខ្លួនដែលមានស្រាប់ហើយដើម្បីបង្ហាញសមត្ថភាពទាំងនោះអ្នកពិតជាត្រូវការអ្នកជំនាញនៅក្នុងការរៀបចំឯកសារ Oswald Migration and Education នឹងជួយអ្នកក្នុងការផ្ដល់ប្រឹក្សានិងចង្អុលបង្ហាញអំពីដំណើរការនៃការរៀបចំឯកសារឲ្យបានត្រឹមត្រូវការប្រឹក្សានេះនឹងធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើប្រាស់កម្មវិធី Zoom ក្នុងការប្រឹក្សានេះអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា1ការវិតម្លៃលើគុណសម្បត្តិនិងជំនាញរបស់អ្នកថាតើអ្នកអាចធ្វើការងារនៅក្នុងប្រទេសអូស្ត្រាលីក្នុងនាមជាគ្រូពេទ្យដែរឬទេទី2ការផ្ដល់ព័ត៌មានយ៉ាងជាក់លាក់អំពីដំណើរការនៃការដាក់ពាក្យរបស់អ្នក3សេចក្តីពន្យល់អំពីតម្រូវការនៃទិដ្ឋាការដែលពាក់ព័ន្ធ4សេចក្តីពន្យល់អំពីការកំណត់ពេលវេលានិងហានិភ័យដែលពាក់ព័ន្ធ5ការផ្ដល់ដំបូន្មានជាលេខអក្សរនិងសេចក្តីសង្ខេបអំពីដំណើរការនៃការដាក់ពាក្យដែលល្អបំផុតសម្រាប់អ្នកដើម្បីធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីក្នុងនាមជាគ្រូពេទ្យម្នាក់លោកអ្នកអាចធ្វើការកក់ទុកនៅការប្រឹក្សាជាមួយនឹងអ្នកជំនាញខាង Oswald Migration and Education តាមរយៈ link នៅលើការព័ត៌មាននៃវីដេអូនេះព័ត៌មានបន្ថែមសូមតាក់ទងមក Oswald Migration and Education តាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា